សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីពូប្រេងពូប្រភេទនេះតែងតែមានមនុស្សមួយចំនួនច្រើនដែលបានស្គាល់ហើយក៏មានមនុស្សមួយចំនួនតូចដែលមិនទាន់បានស្គាល់ផងដែរពូប្រេងគឺជាប្រភេទពស់ដែលរស់នៅតំបន់ត្រូពិចក្តៅហើយសើមហើយក៏តែងតែមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងផងដែរពស់នេះវាមានប្រវែងដងខ្លួនចន្លោះពីកន្លះម៉ែត្រទៅ1ម៉ែត្រនិងមានទម្ងន់ចន្លោះពីកន្លះគីឡូទៅ1គីឡូហើយវាមិនមានពិសបង្កហានិភ័យដល់យើងនោះទេហើយលក្ខណៈពិសេសរបស់ពស់នេះគឺវាមានដងខ្លួនខ្មៅភ្លឺរលោងដូចជាឥន្ធនូហើយក៏មានតំបន់មួយចំនួនគេហៅពស់នេះថាជាពស់ឥន្ធនូផងដែរជាធម្មតាយើងតែងតែឃើញពស់ប្រភេទនេះនៅតាមវាលស្រែក្បែរមាត់ទឹកនិងជាញឹកញាប់យើងតែងតែប្រទះឃើញពស់ប្រភេទនេះនៅតាមទីលំនៅឋានរបស់យើងផងដែរព្រោះវាចូលចិត្តស៊ីកូនមាន់កូនទាកណ្ដុរហើយនិងកង្កែបហើយពេលខ្លះក៏វាចាប់ពស់គ្នាឯងស៊ីជាអាហារជាទូទៅវារកស៊ីពេលយប់និងពេលថ្ងៃវាដេកសំងំលាក់ខ្លួនពស់ប្រេងគឺជាពស់មួយប្រភេទដែលមានអត្តចរិតស្លូតបូតចូលចិត្តសំងំលាក់ខ្លួនជាជាងការបើកការវាយប្រហារដូច្នេះហើយទើបយើងតែងតែប្រទះឃើញពស់ប្រភេទនេះនៅក្រោមគុតពាងនិងនៅក្រោមគំនរអុសនៅជិតផ្ទះនៅតំបន់ខ្លះគេបរិភោគពស់ប្រេងដោយសារវាមានរសជាតិឈ្ងុយឆ្ងាញ់ហើយក៏មានជំនឿមួយចំនួនដែរថាពស់ប្រេងពេលដែលយើងបរិភោគទៅអាចព្យាបាលជំងឺរ៉ាំរ៉ៃហើយធ្វើឲ្យមានសុខភាពល្អបានអ្នកទាំងអស់គ្នាធ្លាប់បរិភោគពស់ប្រភេទនេះដែរឬទេសម្រាប់ពស់ប្រេងគឺជាពស់ដែលមានគុណវិបត្តិនិងគុណសម្បត្តិអ្វីត្បិតតែពស់ប្រភេទនេះមិនមានពិសតែខ្ញុំមិនលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាមានការធ្វេសប្រហែសចំពោះសត្វនេះឡើយអ្នកទាំងអស់គ្នាអាចនឹងមានការភ័ន្តច្រឡំបើសិនជាក្នុងករណីអ្នកទាំងអស់គ្នាមិនស្គាល់ច្បាស់ដោយសារមានពស់មួយចំនួនក៏មានលក្ខណៈសម្បត្តិឬក៏រូបរាងស្រដៀងនឹងពស់ប្រភេទនេះដែរតើអ្នកយល់ឃើញបែបណាចំពោះពស់ប្រេងមួយប្រភេទនេះបើសិនជាអ្នកទាំងអស់គ្នាមានមតិយោបល់សូមជួយ comment ខាងក្រោមណាអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូតាំងពីដើមដល់ចប់កុំភ្លេចជួយ like និង subscribe channel នៃខ្ញុំម្នាក់មួយផងណាបាយបាយ